សួស្តីអ្នកនរជួបជាមួយខ្ញុំទៀតហើយ Mr. Boy ថ្ងៃនេះខ្ញុំនឹងបង្រៀនអំពីរបៀបបង្កើត Play Store ហើយកុំភ្លេចជួយ Subscribe Channel ជាមួយអ្នកមួយហើយ Comment Share Like ផងបាទដើម្បីទទួលបានចំណេះដឹងពីខ្ញុំបាទផងដែរបាទអូខេឥឡូវយើងចុចទៅ Add Account នេះមានន័យថាយើងចូលទៅ Play Store ដំបូងគឺវាមានលក្ខណៈថាបែបនេះមានន័យថាមុនដំបូងដែលជាងអត់បានបង្កើតឲ្យចឹងគ្នាមិនបាច់ចាំអស់លុយទេគ្នាគាត់ចុចអាខាងក្រោមនេះក្រោមទៅហើយបន្តមកនេះទាំងអស់គ្នាដាក់ឈ្មោះដាក់ទៅកន្លែងហ្នឹងចឹងទៅខ្ញុំដាក់ចឹងទៅចូលមកដល់កន្លែងនេះគ្នាដាក់ឆ្នាំកំណើតខែឆ្នាំកំណើតរបស់ខ្លួនអូខេត្រូវដាក់1900នេះមកគ្រប់អាយុក៏ដល់គឺត្រូវដាក់អញ្ចឹងបើមិនដាក់អញ្ចឹងទៅគឺវាអត់ឲ្យយើងទេហើយគ្នាយំមែនឬគ្នាក៏ឆ្នាំក្រោមនឹងគ្នាដាក់ទៅគឺបានទេតែបើឆ្នាំ2000នេះទៅគឺវាអត់ឲ្យទេឥឡូវខ្ញុំដាក់មក The Boy អូណា The Boy វិញនេះគឺឈ្មោះខ្ញុំ07 6 7 កន្លែងនេះយើងដាក់លេខកូដកុំឲ្យគេដឹងបាទគ្នាតែអ្នកនរគ្នាគុំតែខ្ញុំដូរលេខកូដទេតែសំខាន់ឲ្យតែគ្នាឃើញសិនទៅបាទដាក់អីក៏បាននៅគេក្រុម3ខ្ទង់អូខេឥឡូវគឺវាចូលទៅហើយគ្នាដាក់ phone number របស់យើងមកខ្ញុំមិនដឹងឯងពួកខ្ញុំមិនដាក់ខ្ញុំធ្លាប់បង្កើតអូខេដែរខ្ញុំអត់ជួលលុយហើយយើងគ្នាឯងយើងគិតថា free មិនយើងគិតថា free អ្នកគ្នា sorry ផងព្រោះ account វាច្រើនពេកបើសិនជាគ្នាចុចទៅគឺវាឲ្យបើ account គ្នាមានតែមួយគ្នាតែមកកើតទៅគឺវាឲ្យតែ account វាច្រើនពេកចឹងគឺវាអត់ឲ្យទេអញ្ចឹងសូមជម្រាបលាតែប៉ុណ្្នឹងបានទេបាទ